Allahu Akbar Allah អោបណ្ដាអ្នកដែលមានជំនឿនៅពេលដែលពួកអ្នកមានបំណងសាឡាតចូលពួកអ្នកលាងមុខនិងដៃរហូតដល់កែងដៃព្រមទាំងជូតក្បាលរបស់ពួកអ្នកនិងលាងជើងរបស់ពួកអ្នករហូតដល់ភ្នែកគោលស្រះអាល់ម៉ាអ៊ីដាអាយ៉ាត់ទី6គ្មានការសាឡាតដោយគ្មានការយកទឹកវត្ថុឡើយมันអាចយកទឹកវត្ថុដោយគ្មានការនៀតឬការប៉ងនោះទេហើយក៏มันអាចនៀតដោយគ្មានចិត្តជ្រះថ្លា ikhlas បាននោះដែរហើយនៀតស្ថិតនៅក្នុងចិត្តមិនមែនលើអណ្ដាតនោះទេបន្ទាប់មកប្រើស៊ីវ៉ាដើម្បីសម្អាតមាត់ធ្មេញប្រសិនបើមានភាពងាយស្រួលក្នុងការធ្វើដូច្នោះ Bismillah ច្បាប់តម្រូវឲ្យសូត្រ Bismillah នៅពេលចាប់ផ្ដើមយកទឹកវត្ថុយើងលាងប្រអប់ដៃទាំងសងខាងចំនួន3ដងដោយចាប់ផ្ដើមពីចុងម្រាមដៃរហូតដល់កដៃលាងប្រអប់ដៃទាំងពីររហូតដល់កដៃចំនួន3ដងហើយត្រូវលាងជាបន្តបន្ទាប់គ្នាគេអាចចាប់ផ្ដើមពីប្រអប់ដៃស្ដាំមុនដោយលាងវាចំនួន3ដងបន្ទាប់មកលាងប្រអប់ដៃឆ្វេងវិញចំនួន3ដងដូចគ្នាម្យ៉ាងទៀតគេក៏អនុញ្ញាតផងដែរឲ្យយើងអាចលាងប្រអប់ដៃខាងស្ដាំរួចមកប្រអប់ដៃខាងឆ្វេងរួចហើយលាងប្រអប់ដៃខាងស្ដាំវិញនិងបន្ទាប់មកទៀតលាងប្រអប់ដៃខាងឆ្វេងគឺការលាងឆ្លាស់គ្នាត្រូវប្រាកដថាទឹកពិតជាបានជ្រាបដល់គ្រប់ម្រាមដៃទាំងអស់របស់យើងបន្ទាប់មកយើងចាប់ផ្ដើមខ្ពុលមាត់និងបឺតទឹកបញ្ចូលក្នុងច្រមុះការខ្ពុលមាត់គឺជាការដាក់ទឹកក្នុងមាត់បន្ទាប់មកខ្ពុលនៅខាងក្នុងរួចខ្ជាក់ចេញរីឯការបញ្ចូលទឹកចូលក្នុងច្រមុះវិញគឺយើងត្រូវបឺតទឹកចូលក្នុងច្រមុះបន្ទាប់មកយើងញើសចេញមកវិញដោយត្រូវប្រើដៃឆ្វេងជាសុណាគប្បីត្រូវបឺតទឹកចូលច្រមុះឲ្យបានដិតដល់លើកលែងតែអ្នកបួសឬអ្នកដែលខ្លាចមានផលប៉ះពាល់ដូចជាការឆ្លក់ទឹកជាដើមសម្រាប់ការខ្ពុលមាត់និងការស្រូបទឹកតាមច្រមុះមានវិធី2យ៉ាងវិធីទី1គឺការធ្វើជាប់គ្នាយើងយកទឹកមួយក្បង់ដៃហើយប្រើពាក់កណ្ដាលដើម្បីខ្ពុលមាត់រួចប្រើពាក់កណ្ដាលទៀតដើម្បីស្រូបតាមច្រមុះយើងក្រឡុកទឹកក្នុងមាត់រួចចាក់ចេញបន្ទាប់មកទឹកដែលយើងបានស្រូបចូលតាមច្រមុះយើងត្រូវញីចេញដោយប្រើដៃឆ្វេងយើងធ្វើបែបនេះ3ដងដោយប្រើទឹក3ក្បង់ដៃចំពោះការបែងចែកយើងត្រូវប្រើទឹក1ក្បង់ដៃសម្រាប់ការខ្ពុលមាត់ដោយឡែកនិងទឹក1ដៃទៀតសម្រាប់ការលាងច្រមុះដោយឡែកយើងយកទឹក1ក្បង់ដាក់វាពេញក្នុងមាត់ខ្ពុលវារួចចាក់ចេញបន្ទាប់មកយើងយកទឹក1ក្បង់ទៀតស្រូបចូលតាមច្រមុះរួចខ្ពុលចេញដោយប្រើដៃឆ្វេងក្រោយពីខ្ពុលមាត់និងបឺតទឹកចូលច្រមុះគឺដល់ការលាងមុខទំហំមុខបណ្ដោយគឺចាប់ពីគល់ដុសសក់ក្បាលធម្មតារហូតដល់ចុងចង្កានិងតាមទទឹងចន្លោះពីគុំត្រចៀកម្ខាងទៅម្ខាងទៀតយើងត្រូវលាងរាល់រោមនៅលើមុខទាំងអស់ដូចជាពុកមាត់ចិញ្ចើមនិងរោមដែលដុះក្រោមបបូរមាត់សម្រាប់ការលាងមុខមាន2វិធីទី1យកទឹកដោយដៃទាំងពីរបន្ទាប់មកលាងមុខដោយដៃទាំងពីរចាប់ពីដើមសក់ក្បាលធម្មតារហូតដល់ចុងចង្កានិងពីត្រចៀកស្ដាំដល់ត្រចៀកឆ្វេងប្រសិនបើមានពុកមាត់ក្រាស់គួរតែដាក់ទឹកក្រោមចង្កានិងលាងពុកមាត់ឲ្យស្អាតយើងធ្វើដូច្នេះ3ដងដែលជាការពេញលេញឬ2ដងឬ1ដងដែលជាកាតព្វកិច្ចទី2យកទឹកដោយដៃស្ដាំប៉ុណ្ណោះបន្ទាប់មកដាក់វានៅលើមុខនិងលាងមុខដោយដៃទាំងពីរដោយវិធីមុនយើងធ្វើដូច្នេះ3ដងលំដាប់លំដោយនៃសរីរាង្គក្នុងការអនុវត្តវត្ថុគឺជាកាតព្វកិច្ចហើយរបៀបបន្តបន្ទាប់រវាងពួកវាក៏ជាកាតព្វកិច្ចដែរដូច្នេះយើងមិនគួរដាក់សរីរាង្គមួយជំនួសសរីរាង្គមួយទៀតឬពន្យាពេលក្នុងការផ្លាស់ប្ដូរពីសរីរាង្គមួយទៅសរីរាង្គបន្ទាប់ឡើយក្រោយពីបញ្ចប់ការលាងមុខយើងចូលដល់ការលាងដៃទាំងពីរការកំណត់ព្រំដែននៃការលាងដៃដែលចាំបាច់គឺចាប់ពីម្រាមដៃរហូតដល់កែងដៃដោយត្រូវលាងកែងដៃទាំងពីរផងយើងចាប់ផ្ដើមលាងដៃខាងស្ដាំចាប់ពីចុងម្រាមដៃដោយឆ្លៀសរវាងបាតដៃទាំងពីរបន្ទាប់មកត្រូវបន្តលាងរហូតដល់កែងដៃបន្ទាប់មកយើងផ្លាស់ទៅដៃឆ្វេងនិងលាងវាពីចុងម្រាមដៃរហូតដល់កដៃដោយធ្វើឲ្យទឹកហូរចូលរវាងម្រាមដៃរហូតដល់កែងដៃ
បន្ទាប់មកយើងចាប់ផ្ដើមជូតក្បាលយើងជ្រលក់ដៃទាំងពីរក្នុងទឹកថ្មីរួចមកដាក់ដៃទាំងពីរដាក់ទៅទឹកនោះទៅលើផ្នែកខាងមុខនៃក្បាលហើយជូតទៅក្រោយក្បាលរួចត្រឡប់មកកន្លែងដែលយើងបានចាប់ផ្ដើមវិញមិនមានភាពខុសគ្នារវាងមនុស្សមានសក់និងមនុស្សគ្មានសក់នោះទេក្នុងការកំណត់ព្រំដែននៃការជូតក្បាលបន្ទាប់មកជូតស្លឹកត្រចៀកទាំងពីរជាមួយនឹងទឹកដែលសល់ពីការជូតក្បាលនោះដោយត្រូវជូតតែមួយដងប៉ុណ្ណោះការជូតត្រចៀកគឺត្រូវដាក់ម្រាមដៃចង្អុលចូលក្នុងរន្ធត្រចៀកទាំងពីរហើយជូតវានិងប្រើម្រាមដៃមេដើម្បីជូតផ្នែកខាងក្រៅនៃត្រចៀកតាមរបៀបនេះយើងបានជូតត្រចៀកទាំងខាងក្នុងនិងខាងក្រៅបន្ទាប់មកយើងត្រូវលាងជើងទាំងពីរហើយដែនកំណត់នៃការលាងជើងដែលចាំបាច់នោះគឺចាប់ពីចុងម្រាមជើងរហូតដល់ផ្នែកគោលហើយការលាងកែងជើងគឺជាកាតព្វកិច្ចប្រការវ៉ាជីបដែលត្រូវធ្វើយើងចាប់ផ្ដើមលាងជើងស្ដាំហើយយើងឆ្លីចន្លោះម្រាមជើងនិងត្រូវយកចិត្តទុកដាក់ត្រង់កែងជើងនិងខ្នងជើងបន្ទាប់មកត្រូវលាងជើងឆ្វេងដោយដែលយើងបានលាងជើងស្ដាំដែរហើយកុំភ្លេចឆ្លីចន្លោះម្រាមជើងនោះហើយត្រូវប្រាកដថាកែងជើងត្រូវតែលាងឲ្យសព្វហើយទឹកត្រូវតែសើមពេញកែងជើងទាំងពីរأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله ក្រោយពីយកវត្ថុចប់ស៊ូណាត់គួរសូត្រហ្ស៊ីគៀរនិងឌូអាហើយក៏បីសូត្របន្ថែមថា اللهم اجعلني من التوابين واجعلني من المتطهرين ឬក៏ سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك